សួស្តីបងខ្ញុំសូមមកបង្ហាញរបៀបនៃការប្រើប្រាស់ប៊ូតុងហើយនឹងមុខងារមួយចំនួនទៅលើអេក្រង់កណ្ដាលរបស់យើងនេះបាទអញ្ចឹងប៊ូតុងមួយនេះគឺប្រើប្រាស់ទៅលើការសេរីទៅលើសីតុណ្ហភាពបាទយើងទាញមកខាងស្ដាំនេះពណ៌ក្រហមវានឹងឡើងកម្ដៅអញ្ចឹងយើងទាញមកក្រោមអស់មកដើម្បីឲ្យរថយន្តយើងត្រជាក់បាទហើយរូបសញ្ញាកង្ហារនេះគឺយើងប្រើប្រាស់សម្រាប់យើងបិទបើកបន្ថយទៅលើការវិលរបស់កង្ហារបាទឧទាហរណ៍យើងចុចបែបនេះអញ្ចឹងកង្ហារនឹងវិលខ្លាំងចឹងអាចបន្ថយមកវិញបានបាទហើយប៊ូតុងមួយនេះយើងប្រើប្រាស់ទៅពេលដែលយើងត្រូវការប្រើប្រាស់សុំផ្លូវឬមួយក៏យើងឈប់ចតចោលបាទនេះ volume បាទខាងនេះយើងប្រើប្រាស់សម្រាប់កម្ដៅបាទកម្ដៅក្នុងរថយន្តបើសិនជាការស្ទះត្រជាក់ខ្លាំងអីចឹងអាចប្រើប្រាស់ដើម្បីឲ្យរថយន្តយើងមានកម្ដៅខាងក្នុងបាទប៊ូតុងនេះយើងចុចដើម្បីឲ្យខ្យល់វិលនៅក្នុងឡានល្អហើយមួយនេះគេយើងប្រើប្រាស់សម្រាប់អ្នកដំណើរគាត់អង្គុយនៅខាងនោះបាទគាត់អាចបន្ថយឬបន្ថែមទៅលើសីតុណ្ហភាពរបស់គាត់បានដូរស្រួលបាទហើយយើងអាចប្រើទៅលើខាងលើនេះបានដូចគ្នាយើងអាចចុចបាននៅខាងលើនេះយើងអាចបញ្ជាខាងលើបានដូចគ្នាបាទបងចង់ប្រើខាងក្រោមនេះក៏បានចង់ប្រើជាមួយខាងលើនេះក៏បានបាទហើយមួយនេះយើងអាចផ្លាស់ប្ដូរបើសិនជាបងចង់ឲ្យម៉ាស៊ីនត្រជាក់យើងបាញ់ទៅខាងក្រោមឬបាញ់មកខាងលើយើងអាចចុចនៅខាងប៊ូតុងនេះបានសូមអរគុណ